ពេលខ្លះជីវិតត្រូវការតែដំណើរតូចមួយដើម្បីឲ្យចិត្តស្ងប់ឡើងវិញថ្ងៃនេះខ្ញុំមកឈៀលនៅកំពង់ចាមពេលខ្លះការធ្វើដំណើរមិនមែនដើម្បីទៅដល់គោលដៅទេតែដើម្បីឲ្យយើងបានឈប់គិតពីអ្វីដែលធ្វើឲ្យយើងនឿយហត់អូខេអ្នកគ្នាឥឡូវនេះខ្ញុំញ៉ាំបាយហើយអញ្ចឹងយើងទៅរកកាហ្វេរបស់គ្នាព្រោះដោយសារយើងចង់ញ៉ាំកាហ្វេនៅក្រុងកំពង់ចាមហើយខ្ញុំបានឆែកមែនដែរឃើញក្នុង Google Maps កាហ្វេគេតំណងឥឡូវយើងទៅមើលអស់គ្នាអូខេអ្នកគ្នាឥឡូវខ្ញុំមកដល់ហាងកាហ្វេក្រួយគាត់ថា40ខាងកាហ្វេនៅកណ្ដាលក្រុងកំពង់ចាមនៅនោះតោះញ៉ាំកាហ្វេនៅស្ទឹងត្រែងនៅកំពង់ចាមអូខេទាំងអស់គ្នាចឹងខ្ញុំបានកំងកាហ្វេហើយសម្រាប់ថ្ងៃហ្នឹងដែរគឺខ្ញុំនឹងនៅខេត្តកំពង់ចាមរយៈពេល1ថ្ងៃហើយបន្ទាប់ពីញ៉ាំកាហ្វេនេះហើយខ្ញុំនឹងជិះដើរលេងនៅមាត់ទន្លេបន្តិចហើយបន្ទាប់មកគឺខ្ញុំនឹងធ្វើដំណើរទៅឆាចឹងនេះគាត់តែជា vlog ដែលកំសាន្តអារម្មណ៍កុំឲ្យមានភាពធំធំចា៎ខ្ញុំខាន vlog យូរដល់ពេលអញ្ចឹងទៅវាមានអារម្មណ៍ថាវានិយាយតាក់អត់សូវប្រដាស់មានអារម្មណ៍ថាដូចនៅអៀនកាមេរ៉ាចឹងអត់អីទេនេះជា vlog ដំបូងនៃការចាប់ផ្ដើមជំពូកថ្មីសម្រាប់អ្វីដែលខ្ញុំចង់ធ្វើអូខេអានោះនេះឆ្ងល់ឡើយថាប្លង់យកពេលយើងថតđấyយើងសិតអានោះកាមេរ៉ាយើងនៅនោះហើយយើងនៅនេះអង្គុយអញ្ចឹងពេលយើងថតពេលយើងអីគឺយើងត្រូវរត់ទៅរត់មកដើម្បីយើងដាក់កាមេរ៉ាហើយបានយើងយកមកសម្ដែងហើយពេលយើងសម្ដែងចប់យើងយកកាមេរ៉ាមកកំពង់ចាមជាទីក្រុងដែលមានអារម្មណ៍ស្ងប់ស្ងាត់ខ្យល់ត្រជាក់ពន្លឺថ្ងៃទន់និងទន្លេធំមួយដែលបានធ្វើឲ្យអារម្មណ៍របស់យើង calm down ពេលយើងដើរយឺតរួចក៏សម្លឹងទៅមើលមនុស្សជុំវិញខ្លួនរបស់យើងទើបយើងនឹងដឹងថាសុភមង្គលមិនមែនតែងតែធំទេពេលខ្លះវាគ្រាន់តែជាពេលវេលាស្ងប់ស្ងាត់មួយតែប៉ុណ្ណោះថ្ងៃនេះខ្ញុំមិនបានធ្វើអ្វីច្រើនទេគ្រាន់តែចេញមកដើរលេងមើលទេសភាពហើយអនុញ្ញាតឲ្យខ្លួនឯងសម្រាកបន្តិចបើអ្នកកំពុងនឿយហត់ប្រហែលជាអ្នកក៏ត្រូវការដំណើរតូចមួយដូចខ្ញុំដែរ Sometimes a simple trip can heal a lot